ថ្ងៃនេះមកស្លសម្លកកូរខ្នុរជាមួយនឹងត្រីខកំប៉ុងស្លមួយមុខនេះប្លែកអត់បងប្អូនហើយបើចង់ដឹងកុំភ្លេចតាមដានមើលពីវិធីធ្វើទាំងអស់គ្នាណាខ្ញុំទិញបានខ្នុរចាស់មួយដុំយើងស្លយកខ្នុរចាស់បែបនេះកុំយកខ្ចីពេកហើយកុំយកទុំពេកអញ្ចឹងណាត្រីខកំប៉ុងរូបស្រី3នាក់នេះយកអាកំប៉ុងធំមកហើយខ្ញុំថែមជាមួយនឹងស្លឹកម្រុំបន្តិចឈ្មោះថាកកូរមែនតែបន្លែមានតែពីរមុខឲ្យគត់ហើយខ្ញុំក៏មានសាច់ជ្រូកចិញ្ច្រាំដែរបងប្អូនសាច់ជ្រូកនេះខ្ញុំទិញគេតែ2ខាំទេហើយប្រហុកខ្ញុំដាក់តែបន្តិចទេព្រោះផ្ទះខ្ញុំអត់សូវចេះប្រហុកប៉ុន្មានទេគល់ស្ក្រៃខ្ញុំអត់មានទេអញ្ចឹងខ្ញុំទិញគេពីផ្សារដែលគេហាន់ស្រាប់ក្នុងហ្នឹងក៏មានដាក់ខ្ជាយដែរហើយខ្ញុំក៏ដាក់ខ្ទឹមស3 4កំពឹសផងដែរមុនខ្ញុំស្លខ្ញុំបុកចង្រៃយើងសិនបុកចង្រៃឡើងម៉ត់ហើយចាំយើងដាក់ខ្ទឹមសជាមួយនឹងខ្ជាយចូលបុកតាមក្រោយបងប្អូនអាចបន្ថែមជាមួយល្មៀតទៀតក៏បានដែរណាខ្នុរខ្ចីអញ្ចឹងបងប្អូនវាមានជ័រច្រើនណាពេលដែលយើងចិត្តទៅវាធ្វើឲ្យជ័រនោះស្អិតជាប់ក្បិតយើងណាដើម្បីកុំឲ្យវាមានជ័រជាប់ក្បិតយើងត្រូវយកប្រេងឆាឬក៏ខ្លាញ់យកមកបៀកជាមួយក្បិតបែបនេះហើយយើងធ្វើការចិត្តវាទៅគឺក្បិតរបស់យើងអត់មានជាប់ជាមួយនឹងជ័រខ្នុរទេហើយខ្នុរនេះផងដែរគេចិត្តសម្បកស្អាតហើយខ្ញុំយកមកគ្រាន់តែសម្អាតបន្ថែមទៀតគឺបានហើយខ្នុរហ្នឹងយកមកខ្ញុំសាប់ខាងខ្នងវាឲ្យវាបែកម៉ត់អញ្ចឹងហើយបន្ទាប់មកខ្ញុំសកវាបែបនេះបងប្អូនមើលក្នុងតាមវីដេអូរបស់ខ្ញុំបានតែសករៀងស្ដើងតូចៗអញ្ចឹងមកណាដោយសារតែខ្ញុំចូលចិត្តស្លឹកម្រុំអញ្ចឹងហើយខ្ញុំដាក់ស្លឹកម្រុំបងប្អូនអាចដាក់ជាស្លឹកបាសឬក៏ផ្ទីអីបានហើយវិធីស្លរបស់ខ្ញុំគឺដូចតែបងប្អូនដែរទេខ្ញុំធ្វើការរំលីងគ្រឿងដែលយើងបុកមុននឹងចូលជាមួយនឹងប្រេងឆាពេលដែលគ្រឿងយើងឡើងរៀងក្រហមក្រៀមបន្តិចហើយបងប្អូនសូមធ្វើការចាក់សាច់ជ្រូករបស់យើងចូលរំលីងជាមួយគ្នាហើយដោយសារបង្គាក្រៀមខ្ញុំនៅបន្តិចខ្ញុំក៏ចាក់ចូលបើបងប្អូនអត់មានមិនដាក់ក៏បានដែរណារំលីងសាច់របស់យើងឡើងសពណ៌ហើយរៀងដាច់ទឹកបន្តិចហើយសូមធ្វើការដាក់គ្រឿងចូលមានប៊ីចេងស្ករអំបិលបើប្រហុកបងប្អូននៅអត់មានឆ្អឹងបងប្អូនលេងមួយគ្នាហើយតែដោយសារតែបោកខ្ញុំឆ្អឹងអញ្ចឹងហើយខ្ញុំចាំជុំវានៅពេលក្រោយអញ្ចឹងលេងសាច់ជ្រូកយើងឲ្យឡើងក្រៀមទៅហើយចាំយើងចាក់ខ្នុររបស់យើងចូលលេងមួយគ្នាកកូរខ្នុរហ្នឹងបើបងប្អូនស្លអត់ត្រូវទេគឺញ៉ាំអត់កើតទេវានៅរឹងវាអត់ឆ្ងាញ់ទេហើយបងប្អូនមកសាកធ្វើវិធីបែបនេះទៅគឺថាឆ្ងាញ់មែនតែនខ្នុររបស់យើងឡើងទន់ល្មើយគឺយើងធ្វើការរំលីងខ្នុររបស់យើងជាមួយនឹងសាច់ជ្រូករំលីងរហូតទាល់តែខ្នុរយើងឡើងទន់ហើយឡើងរលួយតែម្ដងបងប្អូនក្នុងពេលហ្នឹងគឺខ្ញុំលីងរៀងយូរដែរគឺខ្នុររបស់ខ្ញុំគឺឡាលួយបែបនេះបងប្អូនសូមយើងធ្វើការចាក់ទឹកចូលមកល្មមលិចខ្នុររបស់យើងពេលដែលចាក់ទឹកចូលរួចហើយយើងត្រូវការម្ងាស់វាបន្ថែមទៀតមុននឹងម្ងាស់បងប្អូនត្រូវជ្រុំប្រហុកចូលឲ្យហើយបើសិនជាបងប្អូនអត់ទាន់លីងប្រហុកដូចខ្ញុំអញ្ចឹងហើយកកូរដែលឆ្ងាញ់គឺជាកកូរដែលបុកអង្ករលីងខ្លួនឯងថ្មីបែបនេះគឺក្លិនឈ្ងុយមែនតែនចាក់អង្ករលីងចូលហើយបងប្អូនត្រូវម្ងាស់ថែមមួយផ្លែតទៀតហើយពេលហ្នឹងបងប្អូនភ្លក់ថែមថយគ្រឿងឲ្យហើយណាតែកុំទាន់យកប្រៃព្រោះអីយើងនៅចាក់ត្រីខកំប៉ុងរបស់យើងចូលត្រីខកំប៉ុងវាមានរសជាតិប្រៃបន្តិចហើយដឹងអត់បងប្អូនសម្លកកូរនេះពេលដាក់ត្រីខកំប៉ុងចូលគឺធ្វើឲ្យវាចាប់ជាតិគ្នាមែនតែនហើយយើងអាចស្លវាជំនួសត្រីស្រស់បានអញ្ចឹងណាមើលពណ៌គេមើលបងប្អូនឡើងតំណងតែម្ដងខកំប៉ុងនេះចាក់ចូលហើយមិនបាច់នៅម្ងាស់ទេព្រោះអីវាឆ្អិនស្រាប់ហើយយើងគ្រាន់តែដាក់ស្លឹកម្រុំចូលទៅទុកមកពុះទៀតទៅគឺបានហើយវីដេអូខ្ញុំបានមកដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនពេញចិត្តកុំភ្លេចជួយចុច like subscribe និង follow page ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូខ្ញុំថ្មីមុនគេនៅពេលក្រោយអរគុណច្រើន thank you bye bye